សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹងការសម្ដែងរឿងរបស់ Admin ថ្ងៃនេះ Admin មកបន្តសាច់រឿង The Uncloudy Soul ភាគទី19ជាបន្តទៀតមុននឹងចូលដល់សាច់រឿងរបស់យើងចំពោះប្រិយមិត្តដែលអត់ទាន់បានជួយ Subscribe Channel ថ្មីរបស់ Admin សូមជួយ Subscribe ឲ្យ Admin ម្នាក់មួយផង Admin ក៏អរគុណសម្រាប់ទឹកចិត្តប្រិយមិត្តដែលស្រឡាញ់រាប់អាន Admin ដូចគ្នាតើអ្នកទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរមកបន្តតាមដានសាច់រឿងជាមួយ Admin តែម្ដងទៅបន្ទាប់ពីម្ចាស់សុបិនអមតៈបានបាត់បង់ទៅយុទ្ធសាស្ត្រដែលដាក់នៅលើធានក៏រលាយបាត់ទៅដូចគ្នានាងក៏ដឹងផងដែរថាម្ចាស់សុបិនអមតៈនឹងបានស្លាប់ទៅហើយបៃអឺនិងស៊ីរួយក៏បានទៅរកធានចង់ជំរះបញ្ជីចាស់ព្រោះថាពេលនេះអាណាចក្រមួយនេះលែងមានទៀតហើយគេចង់ដឹងថាតើនាងនឹងអាចទប់ទល់ជាមួយនឹងដៃរបស់គេបានដែរឬក៏អត់និយាយរួចក៏ចាប់ផ្ដើមប្រយុទ្ធទៅកាន់ធានយ៉ាងតែម្ដងយ៉ាងណាមិញធាននៅតែអាចទប់ទល់ស្នេហ៍ដៃរបស់ពួកគេទាំងពីរនាក់ដែលធ្វើឲ្យពួកគេមិនសុខចិត្តនោះឡើយរួចក៏សម្រុកចូលទៅម្ដងទៀតសំណាងល្អប៊ីងស៊ូក៏មកតមពេលវេលាជួយសង្គ្រោះធានដោយប្រើកំបិតរបស់ខ្លួននឹងកាត់ផ្ដាច់ដៃរបស់អ្នកទាំងពីរតែម្ដងឃើញបែបនេះពួកនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចក៏លិតចង្គង់ចូលសូមអង្វរទុកជីវិតឲ្យនាងដោយទម្លាក់កំហុសទាំងអស់ទៅលើម្ចាស់សុបិនអមតៈថាជាអ្នកបោកបញ្ឆោតឲ្យធ្វើបាបពួកគេអីចឹងណាតែប៊ីងស៊ូគេមិនចាប់អារម្មណ៍ជាមួយនឹងពួកនាងឡើយអ្វីដែលគេចាប់អារម្មណ៍គឺស្នាមនៅលើមុខរបស់ធានថាពេលនេះវាបានបាត់ទៅហើយរួចក៏មកនិយាយជាមួយនឹងពួកនាងវិញពេលនេះពួកនាងមិនមានជីវិតអមតៈទេអញ្ចឹងហើយគេត្រូវនាំពួកនាងនឹងទៅកាន់រាជធានីដើម្បីឲ្យព្រះអង្គដាក់ទោសបន្ទាប់ពីអ្នកទាំងពីរចាកចេញទៅធានក៏បានសួរប៊ីងស៊ូបញ្ជាអំពីរឿងរបស់ម្ចាស់សុបិនអមតៈពេលនេះនាងអត់យល់អំពីអារម្មណ៍ខ្លួនឯងនោះឡើយថានាងត្រូវសប្បាយចិត្តឬក៏ពិបាកចិត្តព្រោះតែម្ចាស់សុបិនអមតៈនឹងធ្លាប់មានរឿងដែលចង់ប្រាប់នាងរួចប៊ីងស៊ូក៏បាននិយាយបន្ថែមតែម្ដងទៅថាពេលនេះនាងមានសេរីភាពហើយម្យ៉ាងវិញទៀតគេគិតថាម្ចាស់សុបិនអមតៈក៏មិនចង់យកជីវិតរបស់នាងដូចគ្នាដែលធ្វើឲ្យធានណាគេពិតជាសោកសៅយ៉ាងខ្លាំងចំណែកឯសមុទ្រផ្កាយនេះវិញវាត្រូវបានបំផ្លាញចោលដោយសារតែម្ចាស់សុបិនអមតៈនឹងបានស្លាប់ទៅអាណាចក្រលំហអាប់មួយនេះវាកើតឡើងអំពីការនិមិត្តរបស់ម្ចាស់សុបិនអមតៈដូច្នេះហើយវាក៏ត្រូវទៅតាមត្រង់ដែរឥឡូវនេះវានៅសតភាពពិតប្រាកដតែប៉ុណ្ណោះអំឡុងពេលជាមួយគ្នាធានក៏បានរកឃើញគ្រីស្តាល់បេះដូងរបស់ម្ចាស់សុបិនអមតៈដែលនាងមិននឹកស្មាននោះឡើយថាទ្រង់បានយកវាម្លាក់ទុកនៅក្នុងសមុទ្រផ្កាមួយនេះក្រោយមកពួកគេក៏បានធ្វើដំណើរទៅកាន់រាជធានីនៅតាមផ្លូវធានបារម្ភពីប៊ីងស៊ូខ្លាំងមែនទែនខ្លាចគេនឹងទទួលទោសពីអធិរាជក្នុងការមិនបានទឹកវេទមន្តអីចឹងទៅនាងចង់ឲ្យប៊ីងស៊ូនឹងយកគ្រីស្តាល់បេះដូងរបស់ម្ចាស់សុបិនអមតៈទៅឲ្យអធិរាជគីឡូបានរង្វាន់អីចឹងណាប៉ុន្តែប៊ីងស៊ូគេអត់ខ្វល់នោះទេអ្វីដែលសំខាន់ឈរនៅលើឆន្ទៈនៃភាពស្មោះត្រង់របស់ខ្លួនដែលជឿជាក់ថាអធិរាជប្រកាសជាជ្រាបអំពីរឿងនេះរួចក៏បានលើកសរសើរអំពីពាក្យពេចន៍របស់សៀវយ៉ាវដែលធ្វើឲ្យគេទទួលស្គាល់ថាលើកនេះគេចាញ់ស្ដេចបិសាចហើយព្រោះតែភាពអន្តែរបស់គេចង់សងសឹកឲ្យខាងបាត់បង់គោលការណ៍របស់ខ្លួនអីចឹងទៅដូច្នេះគេតែពង្រឹងសមត្ថភាពនិងចំហរបស់គេឡើងវិញលើបែបនេះធានដូចជាអន់ចិត្តបន្តិចដែលគិតថាប៊ីងស៊ូនឹងខ្វល់ខ្វាយអំពីសៀវយ៉ាវអីចឹងណារួចនាងក៏បានប្រៀបធៀបខ្លួនឯងទៅនឹងសៀវយ៉ាវដែលធ្វើឲ្យនាងនឹងមើលទៅពិបាកចិត្តយ៉ាងខ្លាំងប៊ីងស៊ូឃើញបែបនេះហើយក៏និយាយលងលោមដែលធ្វើឲ្យពួកអ្នកទាំងពីរនឹងផ្ដោតស្នាមញញឹមផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកហើយក៏អៀនរៀងខ្លួនផងដែរពីព្រោះតែវាគឺជាលើកទី1ដែលពួកគេទទួលបានស្នាមញញឹមពីគ្នាអីចឹងណាក្រោយមកប៊ីងស៊ូក៏បានសួរអំពីគម្រោងរបស់ធានជាបន្តទៀតដោយធាននឹងចង់ទៅមើលភ្នូររបស់បងប្រុសខ្លួនក្រោយមកមើលសៀវយ៉ាវនិងស្ដេចវិសាចនេះវិញពួកគេទាំងពីរនាក់បាននាំយកដាលីនិងស្លុកតូចនឹងមកកប់នៅលើកំពូលភ្នំសៀវយ៉ាវសង្ឃឹមថាដាលីទទួលបានពន្លឺគ្រប់គ្រាន់ឆ្លងកាត់ការបណ្ដុះបណ្ដាលរបស់ខ្លួនខ្លាចទៅជាជំរងមនុស្សម្ដងទៀតហើយពួកគេទាំងពីរនាក់ក៏នៅតែជាមិត្តល្អនឹងគ្នាចំណែកស្ដេចបិសាចនេះវិញគេចង់ឲ្យស្លឹកតូចនឹងឆាប់ធំឲ្យលឿនមកប្រសិនបើគេខ្លាចទៅជាដើមឈើធំនឹងគ្មានអ្នកណាធ្វើបាបគេនោះឡើយនិយាយបែបនេះគឺចង់ថាឲ្យសៀវយ៉ាវតែម្ដងព្រោះសៀវយ៉ាវបានធ្វើបាបគេនៅក្នុងភូមិអីចឹងណាសៀវយ៉ាវក៏នៅលើសម្ដីរបស់ស្ដេចវិសាចនាងដឹងខ្លួនឯងភ្លាមហ្មងរួចក៏បាននិយាយបកស្រាយថានាងនឹងគ្មានអំណងចង់ធ្វើបាបស្លឹកតូចនោះទេគឺនាងក៏តែចង់គប់គំទៅកាន់ស៊ឺសើតែប៉ុណ្ណោះតែបិសាចដឹងខ្លួនថាទ្រង់នឹងមិនអាចទប់ទល់ជាមួយនឹងសម្ដីមុតស្រួយរបស់នាងបាននោះឡើយក៏ព្យាយាមបញ្ឈប់នាងរំពេចនោះសៀវយ៉ាវក៏ពោះយ៉ាងខ្លាំងទើបស្ដេចបិសាចនឹងបាននាំនាងទៅធ្វើកាទៀវឲ្យញ៉ាំតែម្ដងសៀវយ៉ាវគេអង្គុយមើលមុខស្ដេចបិសាចធ្វើកាទៀវឲ្យគេញ៉ាំយ៉ាងមានក្តីសុខចំណែកស្ដេចបិសាចនេះវិញក៏សម្លឹងមើលមុខនាងយ៉ាងមានក្តីសុខដូចគ្នារំពេចនោះទ្រង់មិនបានប្រយ័ត្នធ្វើឲ្យកំបិតមុតដែរសៀវយ៉ាវភ័យយ៉ាងខ្លាំងរួចក៏បានទាញទ្រង់ទៅម្ខាងថាទុកឲ្យនាងគឺជាអ្នកហានបន្លែវិញបន្ទាប់មកស្ដេចបិសាចក៏ចង់ប្រើប្រាស់យុទ្ធសាស្ត្ររបស់ខ្លួនដើម្បីព្យាបាលរបួសប៉ុន្តែវាគ្មានប្រយោជន៍នោះទេដែលធ្វើឲ្យស្ដេចបិសាចនឹងភាំងខ្លាំងមែនទែនពេលនេះទ្រង់មិនអាចប្រើប្រាស់យុទ្ធសាស្ត្ររបស់ខ្លួនបាននោះឡើយក្រោយមកតួស្រីក៏បានលើកកាទៀវនឹងមកឲ្យស្ដេចបិសាចទាំងក្តៅដោយស្ដេចបិសាចមិនដែលទទួលបានអារម្មណ៍ក្តៅបែបនេះពីមុនមកទេទ្រង់កាន់តែប្រកាសចិត្តថាពេលនេះយុទ្ធសាស្ត្រវិញ្ញាណរបស់ខ្លួនបានបាត់បង់ហើយសៀវយ៉ាវឃើញស្ដេចបិសាចត្រឹងបែបនេះក៏បានសួរទៅកាន់ទ្រង់ដែលធ្វើឲ្យទ្រង់នឹងឆ្លើយថាវាក្តៅអីចឹងណាសៀវយ៉ាវក៏បញ្ញាឲ្យទ្រង់ដាក់ចោលរួចកាន់ត្រចៀកដែលធ្វើឲ្យស្ដេចបិសាចនឹងបានយកដៃរបស់ខ្លួននឹងទៅកាន់ត្រចៀករបស់នាងតែម្ដងវាធ្វើឲ្យសៀវយ៉ាវនឹងនាងពិតជាអៀនខ្លាំងមែនទែនចំណែកឯស្ដេចបិសាចក៏សម្លឹងមើលនាងដូចគ្នាទើបសៀវយ៉ាវនឹងនិយាយថាឲ្យស្ដេចបិសាចនឹងកាន់ស្លឹកត្រចៀករបស់ខ្លួនឯងពេលនេះស្ដេចបិសាចមើលទៅពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ប៉ុន្តែនៅក្នុងចិត្តរបស់គេពិតជាសោកសៅខ្លាំងមែនទែនក្រោយមកសៀវយ៉ាវក៏បានយកទឹកត្រជាក់នឹងមកលាបដៃរបស់ស្ដេចបិសាចដោយនិយាយអំពីបច្ចេកទេសដ៏សាមញ្ញបែបនេះមិនគួរស្ដេចបិសាចអត់ដឹងអីអញ្ចឹងណារួចទ្រង់ក៏បាននិយាយប្រាប់នាងតែម្ដងទៅថាទ្រង់ហាក់បីដូចជាមិនអាចប្រើប្រាស់យុទ្ធសាស្ត្ររបស់ខ្លួនបានឡើយលើបែបនេះសៀវយ៉ាវក៏បញ្ញាលងលោមថាមកពីគាត់នឹងទៅតែមានរបួសធ្ងន់ធ្ងរទុកពេលឲ្យវាបន្តិចទៅវានឹងប្រសើរឡើងវិញជាមិនខានឃើញសៀវយ៉ាវយកចិត្តទុកដាក់ជាមួយនឹងខ្លួនបែបនេះស្ដេចបិសាចក៏មានអារម្មណ៍ល្អបន្តិចដែរលុះដល់ពេលយ
យប់សៀវយ៉ាក៏បានយកអាហារនឹងទៅឲ្យស្ដេចបិសាចពីព្រោះតែពេលល្ងាចទ្រង់អត់បានញ៉ាំអីអញ្ចឹងណាចំណែកស្ដេចបិសាចទ្រង់នៅតែសោកសៅជាមួយនឹងអំណាចនៃថាអពលខាងក្នុងរបស់ខ្លួនទើបសៀវយ៉ានឹងសួរអំពីកំណើតនៃការដុតបេះដូងនេះតែម្ដងទៅរួចស្ដេចបិសាចក៏បាននិយាយអំពីវិជាដុតបេះដូងមួយនេះថាវាគឺជាយុទ្ធសាស្ត្រហាមឃាត់មានអ្នកណាដែលប្រើវាពីមុនមកឡើយគេគ្រាន់តែលើថាមានមេដាឋានសួគ៌ម្នាក់បានកែប្រែស្ថានភាពឋានសួគ៌ដោយបំពេញទៅលើច្បាប់ធម្មជាតិបន្ទាប់មកក៏ប្រើប្រាស់ការដុតបេះដូងរួមជាមួយនឹងជីវិតរបស់នាងចាប់តាំងពីពេលនោះទៅអាណាចក្រទាំង3មិនបានដឹងអំពីវាទៀតឡើយបន្សល់ទុកតែរឿងព្រេងនិទានថ្មមេឃដែលមានថាពលអស្ចារ្យតែក៏គ្មានអ្នកណាម្នាក់បានឃើញអំពីរូបរាងរបស់វាពិតប្រាកដនោះដែរដាប់លើបែបនេះសៀវយ៉ាក៏បាននិយាយលើកទឹកចិត្តទៅកាន់ស្ដេចបិសាចបន្ថែមទៀតនាងជឿជាក់ថាបញ្ហាមួយនេះច្បាស់ជាមានផ្លូវដោះស្រាយសំខាន់នាងចង់ឲ្យគេនឹងមើលថែខ្លួនឯងឲ្យបានល្អដោយបរិភោគអាហារមួយនេះរួចនាងក៏បានយកកន្ទឿមកផ្លុំដោយបញ្ចុកទៅកាន់ស្ដេចបិសាចស្ដេចបិសាចប្រឹងហាមាត់ញ៉ាំតែអារម្មណ៍សោកសៅខ្លាំងមែនទែនទើបទូស្រីនិយាយលួងលោមបន្ថែមដោយនិយាយអំពីជីវិតទូទៅរបស់មនុស្សនិងបិសាចថាវាមានភាពបរាជ័យគឺជារឿងធម្មតាអីចឹងណាសូមកុំឲ្យគេនឹងបាក់ទឹកចិត្តអីតែបិសាចក៏បានលើកឡើងអំពីរឿងកាលពី100ឆ្នាំមុននិង100ឆ្នាំក្រោយទីបញ្ចប់គេនៅតែបរាជ័យគ្មានសមត្ថភាពក្នុងការគ្រប់គ្រងទៅកាន់ចលឹងភ្នំបិសាចដែលគេពិតជាស្ដេចបិសាចអន់ខ្លាំងមែនទែនលើបែបនេះទូស្រីក៏បានចាប់ទ្រង់ថាប់តែម្ដងរួចក៏និយាយបន្ថែមថាទ្រង់គឺជាបិសាចដ៏ល្អបំផុតហើយក៏ជាស្ដេចបិសាចដ៏អស្ចារ្យដូចគ្នាពេលនេះទ្រង់ក៏តែបាត់បង់យុទ្ធសាស្ត្រជាបណ្ដោះអាសន្នតែនាងនៅតែជឿជាក់បើទោះបីជាមានភាពលំបាកប៉ុណ្ណាក៏ដោយក៏នាងនឹងនៅជាមួយទ្រង់ដើម្បីស្វែងរកថ្មមីងដាប់លើសម្ដីរបស់នាងប៉ុណ្ណេះស្ដេចបិសាចក៏ស្ងប់ចិត្តបន្តិចក្រោយមកពួកគេទាំងពីរនាក់ក៏បានចេញដំណើរតាមទូកដែលស្ដេចបិសាចនឹងគេចង់អុំទូកដោយខ្លួនឯងប៉ុន្តែគាត់គេកាន់ចង្វាភ្លាមសាប់តែខ្សែរបូតផ្លែតដែលធ្វើឲ្យតួស្រីបញ្ញាចងខ្សែនោះវិញហើយទាមទារចង់អុំបន្តទៀតតែបិសាចនៅតែចេះចង់អុំដោយគេនឹងអុំទៅមកនៅតែកន្លែងដដែលឃើញបែបនេះតួស្រីនឹងក៏បានបញ្ចេញស្នាដៃរបស់ខ្លួនពលឹកនៅក្នុងពិភពគុណដោយទាញយកចង្វាពីទ្រង់រួចក៏អុំទូកទៅតែម្ដងដែលធ្វើឲ្យស្ដេចបិសាចនឹងហួសចិត្តជាមួយខ្លួនឯងខ្លាំងមែនទែនរាប់ពាន់ឆ្នាំមកហើយទ្រង់តែងតែជាអ្នកដែលការពារអ្នកដទៃប៉ុន្តែពេលនេះទ្រង់បានត្រឹមតែជាបិសាចកញ្ចាស់ដែលត្រូវបានការពារដោយក្មេងស្រីប៉ុណ្ណោះសៀវយ៉ានាងក៏មិនហ៊ាននិយាយអ្វីច្រើនដោយរួចក៏បង្វែររឿងកន្លែងទៅឃើញមេឃស្អាតទើបស្ដេចបិសាចនឹងបានរៀបរាប់អំពីតារានិករទាំងអស់នោះតែម្ដងទៅព្រោះទ្រង់បានសិក្សាអំពីសភៅបុរាណកាលពីមុនមកអីចឹងណាសៀវយ៉ាពិតជាសរសើរចំពោះទ្រង់យ៉ាងខ្លាំងចំណែកឯនាងវិញអានបានសភៅតិចតួចតែប៉ុណ្ណោះដោយសារតែនាងនឹងអត់ចូលចិត្តតួអង្គនៅក្នុងរឿងដែលធ្វើឲ្យនាងនឹងអានម្ដងវាមូម៉ៅខ្លាំងណាស់យ៉ាងណាមិញស្ដេចបិសាចពិតជាឆ្លាតខ្លាំងមែនទែនគាត់ឃើញតួស្រីអុំទូកបានប៉ុណ្ណេះទ្រង់ក៏អាចអុំវាបានដោយខ្លួនឯងដែលធ្វើឲ្យតួស្រីនឹងកាន់តែភ្ញាក់ផ្អើលទៀតហើយលុះដល់ព្រឹកឡើងសៀវយ៉ាភ្ញាក់ពីដំណេកស្រាប់តែមានត្រីមួយនឹងហក់ឡើងមកលើទូករបស់គេដែលធ្វើឲ្យសៀវយ៉ាពិតជាត្រីអរយ៉ាងខ្លាំងពីព្រោះតែព្រឹកនេះមានត្រីស្រស់ហូបរួចនាងក៏បានយកកបិតនឹងមកប្រលេះសាច់ត្រីនោះតែម្ដងទៅក្រោយមកនាងក៏បានយកត្រីមួយនោះទៅឲ្យស្ដេចបិសាចដែលធ្វើឲ្យស្ដេចបិសាចដឹងថារសជាតិរបស់វាដូចអ្វីដែលសៀវយ៉ានឹងបាននិយាយមែនសៀវយ៉ាក៏បាននិយាយអំពីរឿងរ៉ាវដែលនាងបានហូបត្រីឆៅទាំងនេះដែលកាលពីមុននាងមិនដឹងនោះឡើយរហូតដល់នាងជាមួយនឹងឪពុកត្រូវបានចៅសមុទ្រចាប់មើលឃើញថាពួកគេនឹងតែងតែបរិភោគត្រីឆៅបែបនេះទើបពួកនាងនឹងចេះតែម្ដងទៅតែបិសាចក៏ចង់ដឹងបន្តទៀតទើបសៀវយ៉ានឹងនិយាយថាចុងក្រោយពួកគេខ្លាចជាមិត្តនឹងគ្នាដោយនាងបង្រៀនចៅសមុទ្រអំពីការរស់នៅផ្សេងនឹងការសុំជំនួយអីចឹងទៅតែបិសាចក៏រាយដាស់ដល់ការរស់នៅរបស់នាងនៅក្នុងចលឹងភ្នំបិសាចប៉ុន្តែតួស្រីបាននិយាយថាវាមិនដូចគ្នានោះទេពីព្រោះតែចលឹងភ្នំបិសាចមានរបស់ល្អច្រើនណាស់ជាពិសេសគឺមានស្ដេចបិសាចដែលមានរូបរាងសង្ហាដូចជាគេនឹងឯងតែលើបែបនេះស្ដេចបិសាចពិតជាសប្បាយចិត្តយ៉ាងខ្លាំងក្រោយមកសៀវយ៉ាក៏ចង់ឲ្យស្ដេចបិសាចនឹងបង្រៀនយុទ្ធសាស្ត្រខ្លះមកឲ្យនាងព្រោះគិតថាដំណើរផ្លូវវែងឆ្ងាយខ្លាចពួកគេជួបគ្រោះថ្នាក់អីចឹងណាហងយីក៏យល់ព្រមដែលធ្វើឲ្យតួស្រីនឹងសុំយុទ្ធសាស្ត្រគ្រប់គ្រងខ្យល់ដើម្បីឲ្យទូកនេះលឿនជាងមុនតែម្ដងនិយាយរួចស្ដេចបិសាចក៏បានបង្រៀននាងយកតែម្ដងលុះដល់ពេលយប់ស្ដេចបិសាចនៅតែចែវទូកបន្តដំណើរទៅមុខទៀតទ្រង់ដឹងច្បាស់អំពីគោលបំណងរបស់នាងដែលព្យាយាមក្នុងការលើកទឹកចិត្តគាត់ហើយទ្រង់ក៏សន្យាចំពោះខ្លួនឯងមិនអាចឲ្យនាងតូចចិត្តបាននោះទេប៉ុន្តែពេលនេះពិភពលោកច្បុកច្បល់ខ្លាំងណាស់តែទ្រង់នឹងគួរតែធ្វើដោយម្ដេចដើម្បីការពារនាងខ្សែរឿងជាបន្តក៏បានបង្ហាញអំពីធានដែលមកមើលភ្នោបងប្រុសរបស់ខ្លួនវិញម្ដងបន្ទាប់ពីគោរពភ្នោរួចនាងក៏ចង់ឲ្យប៊ីងស៊ូនឹងប្រាប់អំពីរឿងរ៉ាវទាំងអស់ដែលតាក់ទងការស្លាប់របស់បងប្រុសនាងផងដែរទើបប៊ីងស៊ូនឹងបានរៀបរាប់អំពីរឿងកាលពីប្រហែលឆ្នាំមុនក្រោមការស៊ើបអង្កេតយ៉ាងម៉ត់ចត់របស់លូថុងពួកគេក៏បានកំណត់ទីតាំងនៃបិសាចមួយដែលធ្វើឲ្យក្រុមរបស់ពួកគេនឹងចេញប្រតិបត្តិការនៅទីនោះតែម្ដងប៊ីងស៊ូគេទទួលបញ្ជាយាមនៅខាងក្រៅរយៈពេលយ៉ាងយូរកន្លងផុតទៅក៏បិសាចក៏មានប្រតិកម្មឡើងដែលធ្វើឲ្យប៊ីងស៊ូនឹងបញ្ញាផ្ដល់សញ្ញាទៅឲ្យអ្នកដទៃទៀតតែគេមិនទទួលបានសម្លេងឆ្លើយតបនោះឡើយដែលធ្វើឲ្យគេដឹងថាខាងក្នុងច្បាស់ជាមានរឿងអីកើតឡើងជាមិនខានរួចក៏បានកាន់កាំបិតបិសាចរបស់ខ្លួននឹងរត់ចូលទៅខាងក្នុងរំពេចនោះគេក៏បានជួបជាមួយនឹងមេបញ្ជាការដោយមេបញ្ជាការបានប្រាប់គេថាពួកអ្នកទាំងអស់នោះសូវសឹងតែជាបិសាចឲ្យគេរត់ទៅព្រាមនោះលូថុងក៏បានវាយប្រហារទៅកាន់អ្នកទាំងពីរពីខាងក្រោយដែលធ្វើឲ្យយើងដឹងថាលូថុងនឹងត្រូវបានវិញ្ញាណអាក្រក់ចូលសន្ធិដ្ឋហើយអ្វីត្បិតតែកាំបិតបិសាចមានប្រតិកម្មខ្លួនឯងចាក់ទៅលើលូថុងប៉ុន្តែលូថុងគេមិនការអ្វីឡើយនៅតែបន្តវាយទៅកាន់ប៊ីងស៊ូដដែលប៊ីងស៊ូបានឃើញសាកសពបងប្អូនឆ្មាំងហ្វៃយូរបស់ខ្លួនដេករនិតរនាបែបនេះធ្វើឲ្យគេនឹងពិតជាប្រវាក់ចិត្តយ៉ាងខ្លាំងឬក៏បន្តស្រែកហៅថាងដោយវាប្រហារទៅកាន់លូថុងប៉ុន្តែកាំបិតថាងវាគ្មានប្រយោជន៍សម្រាប់លូថុងនោះឡើយទើបប៊ីងស៊ូនឹងបន្តវាយទៅកាន់លូថុងបន្ថែមទៀតរហូតដល់ជ្រុះបេះដូងថ្មចេញមកខាងក្រៅទើបគេដឹងថាលូថុងនឹងបានធ្វើការឲ្យបិសាចគេពិតជាខូចចិត្តយ៉ាងខ្លាំងរួចក៏បានសួរអំពីមូលហេតុនៃរឿងមួយនេះព្រោះតាំងពីដើមឡើយមូលហេតុដែលគេចូលជាមួយនឹងឆ្មាំងហ្វៃយូមិនមែនបែបនេះទេលូថុងក៏បានរៀបរាប់អំពីប្អូនស្រីរបស់គេដែលតែងតែនិ
និយាយប្រាប់ប៊ីងស៊ូតែម្ដងទៅពេលនេះនាងនៅមានជីវិតហើយក៏ត្រូវបានគ្រប់គ្រងដោយវិញ្ញាណអាក្រក់មួយដើម្បីបដូរនៃសិទ្ធិសេរីភាពរបស់ប្អូនស្រីខ្លួនលូថងបានបដូរខ្លួនឯងទៅជាបិសាចហើយថែមទាំងរកក្មេងស្រី100នាក់ហ្នឹងទៅឲ្យនាងទៀតផងប៊ីងស៊ូគេភ្ញាក់ផ្អើលខ្លាំងមែនទែនរួចក៏បានសួរបញ្ជាក់ថាទង្វើគេបែបនេះតើប្អូនស្រីរបស់គេនឹងយល់ព្រមដែរឬក៏អត់ទើបលូថងនៅនិយាយថាភៀមមិនដឹងនោះឡើយរួចគេក៏បាននិយាយរៀបរាប់អំពីរឿងរ៉ាវដែលវិញ្ញាណមួយនោះដកយករបស់គេជំនួសឡើងដោយថ្មប៉ុន្តែនៅពេលនេះគេបានបរាជ័យហើយរួចលូថងក៏ឲ្យប៊ីងស៊ូនឹងយកបេះដូងរបស់ខ្លួនទៅបង្ហាញថាវាគឺជាសមិទ្ធផលរបស់គេគ្រាន់តែសង្ឃឹមថានៅក្នុងថ្ងៃណាមួយប្រសិនបើប៊ីងស៊ូនឹងបានជួបជាមួយនឹងលូធានសូមឲ្យគេនឹងថែរក្សានាងឲ្យបានល្អហើយកុំភ្លេចប្រាប់នាងថារយៈពេលកន្លងមកនេះគេតែងតែព្យាយាមសង្គ្រោះនាងនិយាយរួចលូថងក៏បានដាច់ខ្យល់ស្លាប់ទៅដែលធ្វើឲ្យប៊ីងស៊ូនឹងគេពិតជាខូចចិត្តយ៉ាងខ្លាំងក្រោយមកប៊ីងស៊ូក៏បានយកផ្នែកសម្គាល់ខ្លួនមនុស្សទាំង10វិលត្រឡប់ទៅវិញរួមជាមួយនឹងបេះដូងថ្មរបស់បិសាចផងដែរទៅធ្វើឲ្យគេនឹងទទួលបានតំណែងជាប្រធានក្រុមធានក៏បានសួររកអ្នកផ្សេងដែលដឹងរឿងនេះប៉ុន្តែប៊ីងស៊ូបាននិយាយថាមិត្តនៅក្នុងឆ្មាំងហ្វេយូទាំងអស់ពេលនោះបានស្លាប់ហើយសាកសពក៏បានកប់នៅទីនេះដូចគ្នាក្រោយមកធានក៏បានអរគុណទៅកាន់ប៊ីងស៊ូដែលទុកកិត្តិយសឲ្យបងប្រុសរបស់គេរួចក៏បំរុងនឹងចាក់ចែងទៅដែលធ្វើឲ្យប៊ីងស៊ូឆ្ងល់យ៉ាងខ្លាំងថាតើនាងនឹងទៅណាជាបន្តទៀតធានក៏មិនដឹងទៅណានោះដែរទៅប៊ីងស៊ូនឹងបានបកគោលផ្សោផ្ទះរបស់គេតែឲ្យនាងតែម្ដងពីព្រោះថាគេនឹងត្រូវចូលវាំងដើម្បីទទួលខុសត្រូវនៅពេលកិច្ចបរាជ័យរបស់គេហើយក៏មិនប្រកាសថាអាចមកវិញបាននោះដែរប្រសិនបើផុតម៉ោង11គេមិនអាចមកវិញបាននោះទេគេចង់ឲ្យនាងនឹងយកប្រាក់សន្សំរបស់គេទាំងអស់ដែលលាក់ទុកនៅក្នុងផ្ទះចាប់ផ្ដើមជីវិតសាជាថ្មីធ្វើដំណើរចេញពីទីនេះឲ្យឆ្ងាយបំផុតទាំងអស់នេះវាគឺជាគោលការណ៍របស់ខ្លួនដែលគោរពតាមពាក្យសន្យារបស់បងប្រុសនាងផងដែរតែលើបែបនេះហើយធាននាងនឹងភ្លេចចិត្តយ៉ាងខ្លាំងពីព្រោះតែនាងនឹងមិនដែលមានផ្ទះសម្បែងកាលពីមុនមកទេហើយនាងក៏សន្យាថាមើលថែផ្ទះរបស់គេរងចាំគេវិលត្រឡប់មកវិញផងដែរប៊ីងស៊ូគេដឹងច្បាស់អំពីលទ្ធផលមួយនេះរួចក៏បានបកគោលថាងនឹងទៅឲ្យនាងថែរក្សាសង្ឃឹមថានាងនឹងអាចនិយាយបញ្ចុះបញ្ចូលឲ្យថាងលះបង់ក្តីសម័យរបស់ខ្លួនដើម្បីទៅចាប់ជាតិសាជាថ្មីក្រោយមកប៊ីងស៊ូក៏បានចូលទៅក្នុងរាជវាំងសារភាពទោសកំហុសរបស់ខ្លួនដែលបរាជ័យនៅក្នុងភារកិច្ចតែឆ្មាំងហ្វេយូនិងជីយ៉ាងក៏បានបង្ហាញខ្លួនដោយចោទប្រកាន់ទៅលើប៊ីងស៊ូថាគេនឹងបានខົບខិតគ្នាលាក់បំពុលបិសាចថែមទាំងធ្វើបាបមិត្តរួមក្រុមទៀតផងដូច្នេះអធិរាជមិនចង់ជួបមុខរបស់គេឡើយនឹងបញ្ជាឲ្យកូនចៅរបស់ខ្លួននោះនាំប៊ីងស៊ូចូលទៅក្នុងគុកធំដើម្បីអនុវត្តច្បាប់ទៀតផងដែលធ្វើឲ្យប៊ីងស៊ូគេអត់សុខចិត្តយ៉ាងខ្លាំងចង់ជួយជាមួយនឹងអធិរាជដែលផ្ទាល់ជាយ៉ាងគេអស់សំណើចយ៉ាងខ្លាំងដល់និយាយអំពីទឹកវេទមន្តជូលីដែលគេជាមួយនឹងឆ្មាំងហ្វេយូដទៃទៀតបានរកឃើញហើយពេលនេះអធិរាជកំពុងតែសោយសោកជាមួយនឹងវាដូចគ្នាតែអធិរាជនឹងមានពេលអាណាខ្វាយខ្វល់ពីលេសរបស់គេទៅប៊ីងស៊ូគេឆ្ងល់ខ្លាំងមែនទែនព្រោះតែបំណែកនៃកញ្ចក់ខុនលូនអត់តបានរកឃើញនោះទេអញ្ចឹងវាមានន័យថាជាយ៉ាងបានយកទឹកវេទមន្តខ្លាំងៗដើម្បីបោកបញ្ឆោតអធិរាជហើយរំពេចនោះអធិរាជក៏បានបង្ហាញខ្លួនដោយនិយាយថាអ្នកដែលបោកបញ្ឆោតគាត់គឺជាគេនឹងឯងដែលយោងទៅតាមពាក្យសម្ដីកូនមន្ត្រីអស់ទាំងនោះបានបញ្ជាក់ថាប៊ីងស៊ូគឺជាអ្នកធ្វើបាបពួកនាងដែលធ្វើឲ្យប៊ីងស៊ូគេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកឯសាច់រឿងរបស់យើងនៅក្នុងភាគនេះក៏ត្រូវបានចាប់តែត្រឹមនេះដូចគ្នាអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្ដែងរឿងរបស់ Admin ជួបគ្នានៅវីដេអូជាបន្តទៀតបាយបាយ